នេះមានបងសង្ហាយើងណាស្វ័យកើបាទគាត់បានមកថ្នាក់របស់យើងរៀនសូត្ររាល់ថ្ងៃដូច្នេះលោកសិស្សចង់ឲ្យគាត់មកនិយាយជាភាសាខ្មែរលោកសិស្សនិយាយចិនគាត់បកខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាសូមស្ដាប់យកចិត្តទុកដាក់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្ដាប់យល់ហើយហ្វឹកហាត់បកទាំងអស់គ្នាអូខេអញ្ចឹងលោកសិស្សសូមនិយាយជាភាសាចិនណាបាទ各位同学大家好សួស្តីសិស្សសាស្ត្រទាំងអស់គ្នាបាទ今天老师非常兴奋ថ្ងៃនេះ老师ពិតជាសប្បាយរីករាយណាស់រំភើបណាស់បាទ因为有机会能够见到大家ព្រោះដោយសារតែមានឱកាសជួបជាមួយនឹងបងប្អូនទាំងអស់គ្នា因为我们的班里人山人海的同学来上课ដោយសារតែក្នុងថ្នាក់ទាំងអស់ក្នុងថ្ងៃនេះគឺមានសិស្សច្រើនអូខេ那这样子ដូច្នេះហើយ老师也有一些讲话想要向大家分享ដូច្នេះថ្ងៃនេះ老师មានការបកស្រាយជូនដល់សិស្សសាស្ត្រទាំងអស់គ្នាOK希望大家聆听老师的讲话សង្ឃឹមថាសិស្សសាស្ត្រទាំងអស់គ្នាស្រាប់តែយល់ដែរ非常厉害OK因为在我们的班里ដោយសារតែក្នុងថ្នាក់រៀនរបស់យើង有学生不断的来上课មានសិស្សជាច្រើនមករៀនឥតឈប់ឈរ所以ដូច្នេះហើយ老师也想鼓励大家老师ចង់បង្ហាញលើកទឹកចិត្តអ្នកទាំងអស់គ្នា会动大家ជំរុញអ្នកទាំងអស់គ្នា请你们认真读书ឲ្យអ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងរៀនសូត្រ不管学习中文មិនតែចំពោះភាសាចិនទេ而且其他科目也要努力学习សូម្បីតែចំណេះចំពោះយើងផ្សេងទៀតក៏ត្រូវតែខំប្រឹងប្រែងរៀនទៀត在大学នៅសាកលវិទ្យាល័យ在我们学校នៅថ្នាក់រៀនរបស់យើង就是很重要的地方គឺពិតជាមានសំខាន់ខ្លាំងណាស់ជាកន្លែងសំខាន់可以培养អាចបណ្ដុះបណ្ដាល可以提高你们的能力អាចធ្វើឲ្យសមត្ថភាពរបស់យើងមានការចម្រើន所以ដូច្នេះហើយ希望大家专心努力学习សង្ឃឹមថាសិស្សសាស្ត្រទាំងអស់នេះខំប្រឹងប្រែងរៀនសូត្រ为了实现你们将来的梦想ដើម្បីឲ្យសម្រេចក្តីសុបិនរបស់យើងទាំងអស់គ្នានៅពេលអនាគតណា学习中文រៀនភាសាចិន就是最好的工具គឺជាឧបករណ៍ដ៏សំខាន់可以让大家实现你的梦想អាចធ្វើឲ្យយើងសម្រេចក្តីសុបិនរបស់យើងបាន为什么老师这样说呢ហេតុអីបានជា老师របស់យើងនិយាយដូច្នេះ在我们的国家内នៅក្នុងប្រទេសរបស់យើង中文就是非常流行的语言ភាសាចិនគឺជាភាសាដែលពេញនិយម个个都来学习中文មនុស្សគ្រប់គ្នាសុទ្ធតែមករៀនភាសាចិន男女老少ស្រីចាស់ប្រុសក្មេងចាស់ប្រុសស្រី都来报名学习中文មកចោលឈ្មោះសុទ្ធតែមកឈ្មោះចូលរៀន因为他们都知道学习中文的好处ព្រោះដោយសារពួកគាត់ដឹងអំពីគុណសម្បត្តិនៃការរៀនភាសាចិន因为他们跟中国人做生意ព្រោះដោយសារតែពួកគាត់ធ្វើ business ជាមួយនឹងជនជាតិចិន因为他们跟中国人合作មានអ្នកខ្លះដែលគាត់ធ្វើការជាមួយនឹងជនជាតិចិនសហការជាមួយជនជាតិចិន所以ដូច្នេះហើយ他必要加强自己的能力គាត់ត្រូវតែមានសក្តិភាពការពង្រឹងគាត់ត្រូវពង្រឹងសមត្ថភាពរបស់គាត់របស់ខ្លួន如果他们的能力有限បើមិនជាគាត់能មានកម្រិត那就是巨大的问題了អញ្ចឹងគឺគាត់មានបញ្ហាផ្នែកទៅមានបញ្ហា所以ដូច្នេះហើយ为了除掉这个问题ដើម្បីលុបចោលនៅបញ្ហានោះដើម្បីលុបចោលនៅបញ្ហានោះ他必须要来学校学习គាត់ត្រូវមករៀនភាសាចិន好像你们一样ដូចជាយើងទាំងអស់គ្នាអញ្ចឹង好像我们一样ដូចខ្ញុំដូចយើងទាំងអស់គ្នាដែរOK 都是想要加强中文水平យើងសុទ្ធតែចង់រៀនភាសាចិនសុទ្ធតែចង់ពង្រឹងភាសាចិនរបស់យើង谁给加强ពង្រឹង加你给到中文水平ពង្រឹងភាសាចិន中文水平所以呢ដូច្នេះហើយ老师也很高兴来教你们លោកគ្រូគាត់ពិតជាសប្បាយចិត្តណាស់បានរៀនទាំងអស់គ្នា因为看到学生们都是积极来学习ព្រោះដោយសារតែអ្នកនរគ្នាមករៀនយ៉ាងសកម្ម所以呢ដូច្នេះហើយ希望大家继续坚持到底សង្ឃឹមថាអ្នក
អ្នកទាំងអស់គ្នាព្យាយាម ต่อสู้到底 ត 了 ស៊ូដល់ទីបញ្ចប់ 啊，不要半途而废 កុំបោះចោលតែកណ្ដាលទី 啊，学那如果你们半途而废呢， បើសិនជាអ្នកទាំងអស់គ្នាបោះចោលតែកណ្ដាលទី 那就是空空如也了，努力都得 នោះគឺទៅទេ 杀害 ទៅទេប្រាហើយ 啊，那所有的努力都白费了。 ការខិតខំប្រឹងរបស់យើងទាំងអស់គឺត្រូវបាន អាសាបោះ អាសាបោះ 啊，那这样子 ដូច្នេះហើយ 啊，学习中文 រៀនភាសាចិន 啊，就是最好的方式， គឺពិតជាមានសារៈសំខាន់ណាស់ 就วิธีต่อ គឺជាវិធីដែលមានសារៈសំខាន់ 啊，那可以让你们找到很好的将来， អាចធ្វើឲ្យពួកយើងរកបាន อนาคต的 អនាគតដ៏ល្អ 得到很好的工作， អាចរកបានឱកាសការងារល្អ 得到合理的工资 អាចរកបានប្រាក់ខែខ្ពស់ល្អ 收入 សមរម្យ 啊，得到其他的机会 អាចរកបានឱកាសផ្សេងទៀត 哦，那但是 ប៉ុន្តែ 所有的成功 គ្រប់ការជោគជ័យទាំងអស់ 都是有失败有局上而起，出大การล้างเอา គាត់តែកើតឡើងដោយ การบราใจย ការបរាជ័យ การปักตะเจ็ด និងការបាក់ទឹកចិត្ត 哦，如果你们学不会 បើសិនជាយើងរៀនអត់ចេះ 哦，不要伤心 ក៏មានការខូចចិត្ត 哦，我们要努力起来 ពួកយើងត្រូវតែខំប្រឹងប្រែងបន្ត 哦 ទៀត 人家学会我们也学会了 អ្នកផ្សេងរៀនកើតយើងក៏រៀនចាស់ដូចគ្នាដែរ 啊，那这样子 ដូច្នេះហើយ 你们应该来这里学习 យើងគួរតែមកទីនេះដើម្បីរៀន